បាទសួស្តីបងប្អូនឲ្យបានមកខ្ញុំនាំបងប្អូនមកមើលបាទក្រូចណាហ្នឹងហើយនេះគ្រាពូជក្រូចឆ្មាពុកម៉ែបងប្អូនបាទណាហ្នឹងហើយទៅមើលផ្លែវាទាំងអស់គ្នាបាទនេះអូបាទពុកម៉ែបងប្អូននេះណាឃើញទេអានេះរៀងតូចណាណាអូដល់កអូនោះអូនៅលើនៅក្រោមនេះអូដល់ក្រូចនេះពុកម៉ែបងប្អូនណាស្គាល់ផ្លែទេបាទជួយប្រាប់ផងហ្នឹងហើយខ្ញុំអត់ស្គាល់បាទមិននិយាយសំដែងនិយាយមែនណាអត់ស្គាល់តែអត់មកនៅអត់បានសួរគាត់នេះអូដល់កនេះមើលក្រោមនេះជុំអូម៉ាយអើយនេះមួយចង់មកប៉ុនកោដៃហ្នឹងនេះបងប្អូនបាទមើលខ្ញុំបេះឲ្យបងប្អូនមើលមួយអូដល់កនេះនេះបងប្អូនមើលអូនៅរឹងកជ្រឹហ្នឹងអត់តន់ចាស់ទេមិនទៅបាទដល់កនេះអានេះអូនេះនៅខាងក្នុងទៀតណាដើមមានតូចដែរបាទនេះទីទៅមើលខាងនោះម្ដងមើលនេះអូនេះម្ដាយអើយម៉ែទៅដឹងមានក្រូចពូជអញ្ចឹងនេះមើលប៉ុនបាតដៃបាទចង់មកប៉ុនកពេញរាជហ្នឹងកពេញរាជថៃតែរឹងកជ្រៅនេះអត់តន់ទុំទេបាទធំជាងក្រូចពោធិ៍សាត់ទៀតបាទអានេះប្រហែលទុំនេះអូអានេះយើងទុនតិចមកបេះមួយមើលបេះមួយប្រហើយនោះនេះពុកម៉ែបងប្អូនបាទស្គាល់បាទខមមិនប្រាប់ផងនេះក្រូចអីគេនេះមិនមែនក្រូចឆ្មាពូជខ្មែរយើងធម្មតានេះក្រូចធំណាដល់កនោះមើលខាងនេះទៀតមកអូខាងនេះក៏មានធំនេះអាសូដើមធំទៅលោកអើយនេះដើមតូចដើមតូចដែរតែដូចមានតែមួយដើមហ្នឹងទេនេះដល់កឲ្យពុកម៉ែបងប្អូនអើយនៅក្នុងស្មៅស្អាតទេណាមើលវែកមើលមកអូនេះបាទហ្នឹងធំអាចនេះមានពូជនៅតាមល្អអានេះមកផ្លែនេះយើងជ្រក់បាន2ថ្ងៃបាទបើមួយឆ្នាំងធំអីដាក់តាមនេះបើមួយឆ្នាំងធំអីដាក់តាមមួយផ្លែនេះទៅដឹងតែនៅនេះដាក់តាមមួយផ្លែនេះដឹងតែនៅហើយដឹងតែឆ្ងាញ់ហ្មងសឡតែរសជាតិបែបម៉េចខ្ញុំអត់ដឹងទេណាបាទអ្នកដឹងអ្នកធ្លាប់ហូបនឹងជួយខមមិនប្រាប់ផងបាទដើមគេមានថតសម្ដែងមានកាត់តណាគឺមែនតែនបាទនៅទឹកដីខាងព្រៃឈរកំពង់ចាមពុកម៉ែបងប្អូនអរគ្នាដអ៊ំគាត់មានដាំដំណាំច្រើនណាមានម្នាស់មានត្រេននោះមានខ្នោនោះមានតវ៉ៃទៀតអូដល់ហើយបាទនេះបន្លែផ្អែម 4-5 ដើមនេះមានចេកបើកលៃមើលខាងនេះវិញនេះអូនោះមានលហុងមានខ្នោមាននោះសៅម៉ៅអីនោះមកកណោនេះហើយក្នុងនេះមានតដៃចិត្តបាទយើងអ៊ំដាំច្រើនមែនទែនបាទហើយបើស្រឡាញ់ពេញចិត្តវីដេអូបាទជួយ share ម្នាក់មួយផងបាទអរគុណច្រើន